បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំអានពីរឿងក្មេងកំព្រាមានបុរសពោះណៃម្នាក់ប្រកបរបរជ្រលក់អំបោះបុរសនោះរស់នៅជាមួយកូនប្រុសម្នាក់និងក្មួយកំព្រាម្នាក់កូនប្រុសរបស់គាត់ឈ្មោះនិនឯក្មួយប្រុសឈ្មោះកំណត់រាល់ពេលបុរសនោះលេងលាក់ជ្រលក់អំបោះគាត់តែងហៅនិននិងកំណត់បោកបាយដើម្បីជួយហុចនេះហុចនោះឲ្យគាត់ជារឿយនិនតែងដោះសារថារវល់រៀនសូត្រឬធ្វើនេះធ្វើនោះជានិច្ចប៉ុន្តែគេកិច្ចទៅដើរលេងជាមួយមិត្តភក្តិទៅវិញឪពុកនិនឮថាកូនជាប់រវល់ក៏មិនសូវហៅរកទេឯគំនិតវិញឆ្លៀតពេលចំណេញពីការសិក្សាគេតែងជួយឪពុកមាហើយបានយល់ច្បាស់ពីរូបមន្តក្នុងការលាយលាក់និងរបៀបជ្រលក់អំបោះថ្ងៃមួយបុរសនោះមានជំងឺស្ញន់ហើយលាចាក់លោកទៅចោលក្មេងទាំងពីរឲ្យនៅកំព្រាដោយបន្សល់ទុកប្រាក់កាក់តែបន្តិចបន្តួចបំណោះគំនិតប្រាប់និនថាយើងមានប្រាក់សល់តិចតួចណាស់យើងគួរប្រកបរបរជ្រលក់អំបោះនេះបន្តទៅទៀតទើបអាចចិញ្ចឹមជីវិតបាននិនប្រកាសថាធ្វើមិនកើតទេព្រោះគេមិនចេះសោះពេលនោះគំនិតប្រាប់និនថាខ្លួនគេចេះចាំនឹងអាចធ្វើកិច្ចការទាំងអស់នោះបានគ្រាន់តែមិនទាន់ប្រសពបំណោះនិនក៏យល់ព្រមហើយប្រឹងប្រែងធ្វើការងារតាំងពីពេលនោះមករហូតដល់បានសម្រេចជំរាបលាបងប្អូនទាំងអស់គ្នាដែលស្ដាប់ខ្ញុំ